តែអ្នកដឹងទេនៅក្នុងរាជធានីអង្គរធំមានវត្តរហូតដល់7វត្តនេះជាការងាយស្រួលដល់ពុទ្ធសាសនិកជនទាំងអស់ក្នុងការបំពេញទានឬក៏ធ្វើបុណ្យដែលមិនសូវជាមានពេលវេលាហើយចង់ធ្វើបុណ្យឲ្យបានច្រើនវត្តបានរហូតដល់7វត្តបាទសូមអនុញ្ញាតគ្រប់ជម្រាបសួរបងប្អូនពូមីទាំងអស់ដើម្បីទៅស្គាល់វត្តនៅក្នុងរាជធានីអង្គរធំដែលមានរហូតដល់7វត្តបាទប៉ុន្តែមុនទៅដល់វត្តនីមួយបាទពេលនេះកំពុងតែធ្វើដំណើរឆ្លងកាត់នៅទ្វារទន្លេអ៊ំបាទជាទ្វារមួយក្នុងចំណោមទ្វារទាំង5បាទនៅខាងកើតមាន2ទ្វារជ័យនិងទ្វារខ្មោចនៅខាងជើងមានទ្វារដីឆ្នាំងនៅខាងលិចមានទ្វារតាកាវបាទនេះកំពុងតែធ្វើដំណើរចូលទៅខាងក្នុងរាជធានីអង្គរធំហើយដែលមានផ្ទៃដី12តារាងគីឡូម៉ែត្របាទក្រុងអង្គរធំនេះមានកំផែងព័ទ្ធជុំវិញរាង4ជ្រុងបាទក្នុងមួយជ្រុងមានប្រវែង3គីឡូម៉ែត្របាទវត្តទី1យើងទៅស្គាល់ដំបូងគេគឺវត្តព្រះអង្គកងជុំបាទដែលមានចម្ងាយឆ្ងាយពីក្លោះវាទន្លេអ៊ំប្រមាណជា300ម៉ែត្រប្រវត្តិសង្ខេបវត្តព្រះអង្គកងជុំឬហៅថាវត្តព្រះអង្គខ្មៅនេះកសាងដោយព្រះរាជគុណជាបកយនៅក្នុងឆ្នាំ1993សហេតុដែលនាំឲ្យវត្តនេះកើតឡើងក៏ដោយសារនៅទីនោះមានព្រះពុទ្ធរូបមួយអង្គដែលជាស្នាដៃរបស់ពុទ្ធបុរសខ្មែរយើងនៃសម័យអង្គរញាតិញោមពុទ្ធបរិស័ទឃើញដូច្នេះហើយក៏បានរៀបចំកសាងនៅវត្តនេះកើតឡើងនៅក្នុងឆ្នាំ1999ក៏បានកសាងនៅរោងឧបោសថរួចរាល់នៅឆ្នាំ2000ព្រះរាជគុណជាបកយព្រះអង្គបានធ្វើជាព្រះគ្រូចៅអធិការនៅវត្តនេះតាំងតែឆ្នាំ1993រហូតដល់ឆ្នាំ2010នៅថ្ងៃទី15ខែកុម្ភៈឆ្នាំ2010ព្រះអង្គក៏បានសុគតបន្ទាប់មកទៀតនៅថ្ងៃទី7ខែមេសាឆ្នាំ2010អាជ្ញាធរដែនដីអនុគុណក្រុងសៀមរាបការិយាល័យធម្មការនិងសាសនាក្រុងសៀមរាបក៏បាននិមន្តប្រដេជគុណអឿនធ្វើជាព្រះចៅអធិការស្ដីទីព្រះអង្គក៏បានរៀបចំវត្តវាអារាមឲ្យបានល្អផងដែរបច្ចុប្បន្ននេះព្រះរាជគុណសេងពេជ្រជាព្រះជាគណៈកិត្តិយសព្រះសមុស្ដីទីក្រុងសៀមរាបធ្វើជាព្រះចៅអធិការបាទយើងធ្វើដំណើរបន្តទៅវត្តទី2ដែលមានចម្ងាយពីវត្តព្រះអង្គកងជុំប្រមាណជា500ម៉ែត្រគឺវត្តព្រះសិអាឬវត្តព្រះសិអាមេត្រីបាទវត្តនេះគឺមានតែខឿនព្រះវិហារទេនិងព្រះពុទ្ធរូបមួយអង្គដែលបន្សល់ទុកកាលពីសម័យដើមនៅក្នុងឆ្នាំ1980ត្រូវបានកសាងឡើងដោយសម្ដេចព្រះសង្ឃរាជទេពវង្សរួមជាមួយនឹងពុទ្ធបរិស័ទនិងព្រះគ្រូចៅអធិការឈ្មោះរស់ជាមរៀបចំព្រះវិហារនិងសម្អាតទីធ្លាវត្តរហូតដល់ឆ្នាំ1981ព្រះអង្គក៏បាននិមន្តទៅគង់នៅវត្តស្វាយធំឃុំកណ្ដែកស្រុកប្រាសាទបាគងខេត្តសៀមរាបបន្ទាប់មកអាចារ្យនិងគណៈកម្មការពុទ្ធបរិស័ទបាននិមន្តព្រះតេជគុណលុយមក
ធ្វើជាប្រជាអធិការព្រះអង្គក៏បានកសាងនៅសាលាច័ន្ទចំនួន3ខ្នងនិងបង្គន់អនាម័យមួយចំនួនលុះដល់ឆ្នាំ1989ព្រះអង្គក៏បានសុគតញាតិញោមពុទ្ធបរិស័ទក៏បាននិមន្តព្រះអង្គជួឯកឲ្យមកធ្វើជាប្រជាអធិការព្រះអង្គក៏បានកសាងនៅកុដិចំនួន1ខ្នងព្រមទាំងជួសជុលនៅព្រះវិហារលុះដល់ឆ្នាំ1994ព្រះអង្គក៏បានសុគតបន្តមកទៀតបណ្ឌិតគុណឡតឡុកបានធ្វើជាព្រះគ្រូចៅអធិការព្រះអង្គក៏បានជួសជុលនៅសាលាឆាន់ព្រះវិហារលុះដល់ឆ្នាំ2009ព្រះតេជគុណទឹកឡាយបានមកធ្វើជាប្រជាអធិការស្ដីទីព្រះអង្គក៏បានកសាងនៅខ្លងទ្វារនិងកុដិចំនួន1ខ្នងផងដែរបច្ចុប្បន្ននេះមានព្រះតេជគុណឡោមសុជាតិជាព្រះគ្រូចៅអធិការបន្តមកទៀតយើងធ្វើដំណើរមកស្គាល់វត្តទី3ដែលនៅជាប់នឹងប្រាសាទបាយ័នគឺវត្តព្រះឥន្ទទេពវត្តព្រះឥន្ទទេពនេះបានចាប់ផ្ដើមកសាងនៅក្នុងឆ្នាំ1998ដោយព្រះតេជគុណសួងសាយលុះដល់ឆ្នាំ1993ព្រះអង្គក៏បានសុគតដោយរោគាពាធញាតិញោមពុទ្ធបរិស័ទគណៈកម្មការបាននិមន្តព្រះតេជគុណសុវណ្ណការខំខែនធ្វើជាព្រះចៅអធិការស្ដីទីសមិទ្ធផលរួមមានកុដិសាលាធម្មសភាបន្ទប់ទឹកនិងឧបោសថគារជាដើមបច្ចុប្បន្នមានព្រះតេជគុណសែមសំជាព្រះគ្រូចៅអធិការសាកពុទ្ធស្ងោដើម្បីបំពេញកម្លាំងបន្តដំណើរទៅមុខទៀតដោយអ្នកភូមិយើងហ្នឹងគឺអ្នកលាងដៃបាទប្រវត្តិសង្ខេបនៃវត្តកោធ្លោកនៅក្នុងឆ្នាំ1979នៅទីនោះពុំទាន់កើតជាវត្តវាអារាមទេប៉ុន្តែនៅទីនោះមានព្រៃដុះជុំចិត្តនៅបល្ល័ង្ករបស់ព្រះអង្គគោកធ្លោកញាតិញោមពុទ្ធបរិស័ទនៅទីនោះមានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនាដល់បារមីព្រះអង្គគោកធ្លោកសូម្បីតែព្រះមហាក្សត្រព្រះនរោត្តមសីហនុនិងអគ្គមហេសីរបស់ព្រះអង្គមកខេត្តសៀមរាបឆ្លងកាត់ទីនោះក៏គោរពបូជាដល់ព្រះអង្គគោកធ្លោកផងដែរនៅឆ្នាំ1983ក៏បានស្ថាបនាកសាងវត្តនេះឡើងក្នុងសម័យព្រះអង្គស្រុនថៃនៅក្នុងឆ្នាំ1984ព្រះអង្គក៏បានលាចាកសិក្ខាបទលុះដល់ឆ្នាំ1985ព្រះតេជគុណអែមផលបានធ្វើជាព្រះចៅអធិការនៅវត្តនេះប៉ុន្តែបានតែរយៈពេល1ឆ្នាំព្រះអង្គក៏វិលត្រឡប់ទៅស្រុកកំណើតរបស់ព្រះអង្គវិញលុះដល់ឆ្នាំ1995ញាតិញោមពុទ្ធបរិស័ទគណៈកម្មការអាចារ្យក៏បាននិមន្តព្រះតេជគុណជាគង់ពីវត្តស្វាយរមៀតមកគង់នៅវត្តគោកធ្លោកនេះជាប្រជាអធិការស្ដីទីសមិទ្ធផលបានកសាងដូចជាកុដិបង្គន់អនាម័យជាដើមលុះដល់ឆ្នាំ2008ព្រះអង្គក៏បានលាចាកសិក្ខាបទនៅក្នុងឆ្នាំនោះដែរញាតិញោមពុទ្ធបរិស័ទក៏បានគណៈកម្មការអាចារ្យរៀបចំហេដ្ឋារចនាសម្ព័ន្ធវត្តគោកធ្លោកក៏បានតែងតាំងព្រះតេជគុណ
ចិនទួនជាប្រជាអធិការស្ដីទីវត្តគោកធ្លោកនេះរហូតដល់បច្ចុប្បន្នបាទជាបន្តទៅទៀតទៅស្គាល់វត្តទី5ដែលមានឈ្មោះថាវត្តទេពប្រណមតែមុនទៅដល់វត្តទេពប្រណមយើងត្រូវធ្វើដំណើរឆ្លងកាត់នៅប្រាសាទបាពួនប្រាសាទវិមានអាកាសមុខលៀនជលដំរីនិងប្រាសាទសួរប្រាក់ឬប្រាសាទនាង12បាទប្រវត្តិសង្ខេបវត្តទេពប្រណមវត្តទេពប្រណមកសាងនៅក្នុងឆ្នាំ1981ដោយសម្ដេចព្រះអគ្គមហាសង្ឃរាជបតីទេពវង្សរួមជាមួយនឹងព្រះគ្រូចៅអធិការជាសាយមកសែមរួមនឹងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ហេតុដែលនាំឲ្យដាក់ឈ្មោះវត្តទេពប្រណមនេះកើតឡើងដោយសារនៅក្នុងបរិវេណទីនោះមានព្រះពុទ្ធរូបមួយអង្គប្រនាមទេពប្រណមទើបញាតិញោមព្រះគ្រូចៅអធិការរួមមតិតែមួយបានដាក់ឈ្មោះវត្តនេះថាវត្តទេពប្រណមនៅក្នុងឆ្នាំ1981រហូតដល់ឆ្នាំ1998វត្តនេះគ្រប់គ្រងទៅដោយព្រះរាជគុណជាសាយព្រះរាជគុណមកសែមនិងព្រះរាជគុណប៉ាល់នៅក្នុងឆ្នាំ1993ញាតិញោមពុទ្ធបរិស័ទគណៈកម្មការអាចារ្យចំណុះជើងវត្តក៏បានតែងតាំងព្រះរាជគុណមីសតជាប្រធមកថាឲ្យឡើងជាព្រះគ្រូចៅអធិការរហូតដល់បច្ចុប្បន្នបាទជាបន្តទៅទៀតនេះគឺមកស្គាល់វត្តទី6បាទដែលមានឈ្មោះថាវត្ត7ល្វែងមុនទៅដល់វត្ត7ល្វែងនាំបងប្អូនពូមីងពុទ្ធសាសនិកជនទាំងអស់មកស្គាល់ប្រាសាទព្រះវិហារ7ល្វែងដែលមានចម្លាក់ក្បាច់ក្បូរដ៏ស្រស់ស្អាតនេះគឺជាសញ្ញសីមាគូដែលនៅជុំវិញឧបសថគារឬព្រះវិហារនៃសម័យដើមនេះជារូបចម្លាក់ថ្មភក់ជារូបដំរីហើយក៏មានរូបជ័យហៈផងដែរពីក្រោយជាសិល្បៈដ៏ស្រស់ស្អាតជាស្នាដៃរបស់បុព្វបុរសខ្មែរយើងមើលទៅគួរឲ្យពេចពិលមើលនិងមានមោទនភាពនៅលើខឿនប្រាសាទព្រះវិហារ7ល្វែងមានព្រះពុទ្ធជ័យមហានាគនេះគឺទស្សនីយភាពនៅក្នុងប្រាសាទ7ល្វែងបាទមើលពីចម្ងាយវត្ត7ល្វែងកសាងនៅក្នុងឆ្នាំ1994ដោយព្រះគ្រូចៅអធិការព្រះនាមសុខជ័យជំនះហេតុដែលនាំឲ្យមានឈ្មោះវត្តប្រាសាទព្រះវិហារ7ល្វែងដោយសារក្នុងបរិវេណនេះមានប្រាសាទព្រះវិហារ7ល្វែងដូច្នេះហើយញាតិញោមពុទ្ធបរិស័ទអាចារ្យគណៈកម្មការក៏ស្រុះស្រួលមូលមតិគ្នាជាឯកច្ឆន្ទដាក់ឈ្មោះនេះថាវត្តព្រះវិហារ7ល្វែងបានមកស្គាល់វត្តចុងក្រោយវត្តទី7ឈ្មោះថាវត្តព្រះអង្គសង្ឃទុកហ
ហេតុដែលហៅថាវត្តព្រះអង្គសាងទុកនេះដោយសារនៅក្នុងបរិវេណអារាមនេះមានព្រះពុទ្ធរូបមួយអង្គធំខាងអភិរិយអង្គរក៏បានដាក់ឈ្មោះថាវត្តព្រះអង្គសាងទុកឬហៅឈ្មោះមួយទៀតវត្តព្រះអង្គតាំងទុកដោយសារនៅក្នុងបរិវេណអាវាសនេះមានប្រាសាទឈ្មោះថាប្រាសាទតាំងទុកតាំងតែសម័យរាជធានីអង្គរធំមកម្លេះនៅក្នុងឆ្នាំ1986មានឧបាសិកាស្រីអៀបនិងប្រដេជគុណពេជ្រអៀមប្រដេជគុណជួនសែមពិសេសជាងនេះទៅទៀតគឺសម្ដេចអគ្គមហាសេនាធិជោហ៊ុនសែនព្រមទាំងលោកជំទាវនិងឧបនាយករដ្ឋមន្ត្រីទាបាញ់ឯកឧត្តមកឹងសំណាងនិងលោកជំទាវនិងលោកអ៊ូវ៉ាន់ព្រមទាំងអ្នកស្រីញាតិញោមពុទ្ធបរិស័ទទាំងអស់ក្នុងក្រុងសៀមរាបរួមគ្នាកសាងវត្តនេះឡើងវិញសូមបញ្ជាក់ផងដែរថាវត្តទាំង7ដែលនៅក្នុងរាជធានីអង្គរធំនេះគឺជាវត្តថ្មីសាងសង់លើទីតាំងចាស់ដែលមានឧបោសថថាគារឬក៏ព្រះវិហារតាំងតែសម័យចុងសម័យអង្គរនិងសតវត្សទី16និង17មកម្លេះបាទសូមបងប្អូនទាំងអស់ជួយ Subscribe Channel វត្តអារាមទូដើម្បីជាកម្លាំងចិត្តនិងធ្វើคลิปបន្តទៅមុខទៀតសូមអរគុណ